ជួនសង្ស័យគ្រឿងញៀន8នាក់ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខនៅក្នុងមូលដ្ឋានត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងនគរបាលខេត្តកណ្ដាលបង្ក្រាបបានជនសង្ស័យគ្រឿងញៀនចំនួន8នាក់និងដកហូតវត្ថុតាងមួយចំនួនលោករស្មីឯកសំវិជ្ជការអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2025ថាđãអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី7ខែមេសាឆ្នាំ2025វេលាម៉ោង 14:30 នាទីកម្លាំងជំនាញបាអំពៅបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះថាម៉ៅសុភាហៅអាស្រមៅភេទប្រុសអាយុ42ឆ្នាំជាជនជាតិខ្មែរហើយជនសង្ស័យរូបនេះមានដីកាចាប់ខ្លួនរបស់តុលាការខណៈពេលដែលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន4កញ្ចប់ថងតូចលោករស្មីឯកសំវិជ្ជការបានបញ្ជាក់បន្ថែមថាបន្ទាប់មកសមត្ថកិច្ចបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យក្រុមជាបពុរបស់ជនសង្ស័យនៅទីតាំងចំនួន4កន្លែងផ្សេងទៀតស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យបាន7នាក់បន្ថែមទៀតសរុបជនសង្ស័យទាំងអស់8នាក់និងបានដកហូតវត្ថុតាងមួយចំនួន1ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន8កញ្ចប់2ចិញ្ចៀងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន3គ្រឿង3ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន4ថោងសម្រាប់ច្រកគ្រឿងញៀនមួយចំនួន5ដែកកេះជ័រចំនួន5 6កាំបិតចំនួន7 ដាវដែក6និងពូថៅ2 8កាំភ្លើងកែច្នៃចំនួន2 9ដំបង3កំណាត់1អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ថាក្រុមជនសង្ស័យទាំងនេះជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មនិងបង្កអសន្តិសុខក្នុងមូលដ្ឋាននិងក្រៅមូលដ្ឋានហើយបានបង្កើតបពុះបងតូចបងធំបង្កអុកឡុកក្នុងមូលដ្ឋាននិងការប្រើប្រាស់ហិង្សានិងលួចឆក់ប្លន់ផងដែរបច្ចុប្បន្នក្រុមជនសង្ស័យទាំង8នាក់ខាងលើត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនទៅតុលាការដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់អត្ថបទដោយលោកវង្សសុរដ្ឋាអង្គភិបគេហទំព័រប្រមាញ់ជាដែន TV News